อกนี้มากันเนี่ยเซอร์พอดแคสต์เอพิโซดที่14ซีซั่นที่2บาทคลิกខ្លួនចូលដល់เอพิโซดที่14នេះណាហ្នឹងហើយកាលពីម្សិលមិញខ្ញុំបានទៅចូលរួមជាមួយនឹង concert វណ្ណដាត្រីវិស័យរូបភាពដែលខ្ញុំឃើញគឺ excited មែនតើនៅក្នុងនាមជាកូនខ្មែរម្នាក់ខ្ញុំអត់នឹកស្មានថា level លំដាប់អតិរបស់ខ្មែរយើងអាចឈានទៅដល់លំដាប់ហ្នឹងណាគឺថា full ពេញ energy audience surrounding ជុំវិញយើងហ្នឹងគឺផ្ដល់ energy ខ្លាំងមែនតើប្រៀបដូចជាយើងបានទៅមើល rapper បរទេសអញ្ចឹងណាគឺខ្ញុំអង្គុយមើលបែបអញ្ចឹងគិតខ្ញុំអត់ខ្វល់ពីបរិយាកាសទៅជុំវិញខ្លួនប្រហែលទេអ្នកទាំងអស់គ្នាទាំងដែលសំបីតែ stop សម្រាប់គេទទួល guest VIP ហ្នឹងដែលខ្ញុំឈរហ្នឹងណាសឹងតែទទួលអត់គ្រប់គ្រាន់បាទដោយសារតែមនុស្សមកច្រើនពេកមិនដឹងមកពីណាខ្លះទេលោកអើយបាទហើយសក់ខ្ញុំអញញ៉ៃដោយសារខ្ញុំតឹមតែងូតទឹកទេបាទអញ្ចឹងខ្ញុំបាទតែងខ្លួនបដានិយាយជាមួយអ្នកទាំងអស់គ្នាបដានៅក្នុង podcast មួយនេះអញ្ចឹងធ្វើឲ្យខ្ញុំនឹកទៅដល់ករណីមួយនេះដែលខ្ញុំបានថតសម្លេងរួចរាល់ហើយប៉ុន្តែគ្រាន់តែអត់ទាន់បានមកកាត់ intro ជូនអ្នកទាំងអស់គ្នាដោយសារតែរវល់ខ្លាំងមែនតើហើយរឿងក្តីថ្ងៃនេះគឺខ្ញុំនិយាយទៅដល់ rapper ដ៏វ័យក្មេងម្នាក់បាទប្រៀបដូចជាវណ្ណដាយើងឥឡូវហ្នឹងអញ្ចឹងគឺគាត់រះនៅក្នុងពិភព rapper ដែលត្រូវបានគេទទួលស្គាល់លំដាប់ថ្នាក់ពិភពលោកមានគេឈ្មោះល្បាញល្បីមាន audience មាន supporter តាំងពី day 1របស់គាត់ហ្នឹងគឺច្រើនខ្លាំងមែនតើហើយខ្ញុំជឿជាក់ថាអ្នកដែលកំពុងតែអង្គុយមើលវីដេអូនេះក៏អាចជា day 1 supporter របស់គាត់ដែរដែលគាត់មានឈ្មោះថា YNW Melly ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងក្តីនេះគឺគាត់គឺជាមនុស្សដែល claim ប្រាប់ពិភពលោកតែម្ដងថាគាត់មានការៈទី2នៅក្នុងខ្លួនរបស់គាត់ពេលខ្លះគាត់គឺជាបុគ្គលទី1ពេលខ្លះគាត់ជាបុគ្គលទី2អញ្ចឹងណាហើយខ្ញុំគិតថាវាអាច related ទៅគ្នាយើងមួយចំនួនដែលកំពុងតែស្វែងរកខ្លួនឯងពេលខ្លះមិនក៏ខ្លួនយើង slot មានការគិតបែបហ្នឹងហើយពេលខ្លះហេតុអីបានយើងមានការគិតផ្ទុយពីហ្នឹង 100% ដាច់ដោយឡែកពីមនុស្សទី1អញ្ចឹងណាអញ្ចឹងក្តីមួយហ្នឹងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើនៅថ្ងៃទី26ខែតុលាឆ្នាំ2018 YNW Boctland ដែលជាតារា rap ដ៏ល្បីឈ្មោះម្នាក់គេមានឈ្មោះពិតថា Cortland Malik Henry បានបើកឡាន Jeep ពណ៌ខ្មៅមួយទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅរដ្ឋ Florida សហរដ្ឋអាមេរិកដើម្បីស្វែងរកជំនួយដោយសារតែឡានរបស់ខ្លួនត្រូវបានគេបាញ់ប្រហារតាមផ្លូវដែលបានធ្វើឲ្យមិត្តជិតស្និទ្ធរបស់ខ្លួន2នាក់នៅក្នុងឡាននោះស្លាប់ភ្លាមតែម្ដងដែលបរិមម្នាក់មានឈ្មោះថា YNW Sarchazer ដែលមានឈ្មោះពិតថា Anthony William បានអង្គុយនៅកៅអីអ្នកដំណើរខាងមុខនៅខាងស្ដាំដៃហើយនឹង YNW Chewy ឬក៏ Christopher Thomas គេអង្គុយនៅកៅអីខាងក្រោយនៅផ្នែកខាងស្ដាំដៃដែរដំបូងឡើយបុរសបើកឡានម្នាក់នោះបានប្រាប់ទៅកាន់ប៉ូលីសនិងមហាជនថាអំឡុងពេលដែលពួកគេ3នាក់បានបើកឡាន Jeep ពណ៌ខ្មៅចេញពី recording studio របស់ពួកគេនោះនៅតាមផ្លូវស្ងាត់មួយកន្លែងពួកគេក៏ត្រូវបានក្រុមហ្គេងមួយក្រុមទៀតបានបើកឡានមកកាត់ដំណើរពួកគេហើយក៏បើកឆាកបាញ់ប្រហារគ្នាតែម្ដងដែលនៅក្នុងជំនប់នោះបានធ្វើឲ្យមនុស្ស2នាក់នៅក្នុងចំណោម3នាក់ត្រូវបានគេបាញ់ឲ្យរងរបួសរហូតដល់ស្លាប់ភ្លាមនៅក្នុងឡាននឹងតែម្ដងប៉ុន្តែអ្វីដែលធ្វើឲ្យករណីនេះកាន់តែពិបាកដោះស្រាយនោះគឺថានៅពេលដែលក្រុមប៉ូលីសចុះទៅត្រួតពិនិត្យទីតាំងដែល Boctland និងជាបរិសុទ្ធតែម្នាក់គត់ដែលនៅរស់ក្រោយពីករណីបាញ់បោះនោះបានប្រាប់ទៅកាន់ប៉ូលីសមិនបានរកឃើញភស្តុតាងអ្វីដូចដែលគេបានរាយការណ៍នោះទេគឺសូន្យតែម្ដងចម្លែកខ្លាំងមែនទែនអ្នកទាំងអស់គ្នាព្រោះថាទោះបីជាការបាញ់ប្រហារនោះគឺជាការបាញ់ប្រហារពីក្នុងឡានមួយទៅឡានមួយទៀតក៏ដោយតែយ៉ាងហោចណាស់ក៏គួរតែសល់ភស្តុតាងដូចជាអំបែងកញ្ចក់ឡានឬក៏ស្នាមកៅស៊ូកង់ឡានអីអញ្ចឹងទៅតែនេះគឺគ្មានសល់អ្វីសោះតែម្ដងណាហើយសំខាន់នោះគឺកន្លែងហ្នឹងអត់មានកាមេរ៉ាសុវត្ថិភាពទៅទៀតដល់កតែម្ដងអ្វីដែលធ្វើឲ្យករណីនេះកាន់តែគួរឲ្យសង្ស័យទៅទៀតនោះគឺនៅពេលដែលប៉ូលីសចាប់ផ្ដើមពិនិត្យសាកសពជនរងគ្រោះនិងភស្តុតាងនៅក្នុងឡានទាំងអស់នោះគេបានសង្កេតឃើញថាការបាញ់ដែល Boctland បានលើកឡើងនោះគឺបានកើតឡើងនៅក្នុងឡានទៅវិញមិនមែនដូចជាអ្វីដែលគេបានរាយការណ៍ថាមានការបាញ់ប្រហារពីសំណាក់ឡានមួយទៀតនៅខាងក្រៅនោះឡើយហើយដូច្នេះហើយទើបមានការចោទជាសំណួរថាតើការបាញ់បោះ
ការបាញ់ប្រហារនោះពិតជាកាត់ឡើងនៅក្នុងឡានពិតមែនដែរឬទេតើ Bogtalen តែម្នាក់ឯងដែលកំពុងតែបើកឡានផងអាចបាញ់សម្លាប់មិត្តរបស់ខ្លួនទាំងពីរនាក់ដែលម្នាក់អង្គុយនៅខាងមុខនិងម្នាក់ទៀតអង្គុយនៅខាងក្រោយបានដោយសុវត្ថិភាពហើយខ្លួនឯងនឹងគ្មានរបួសអ្វីសោះបានដោយរបៀបណាហើយបន្ទាប់ពីការស៊ើបអង្កេតដល់ប្រតិក្រឡាគ្នាមកគេបានរកឃើញថានៅថ្ងៃកើតហេតុនៅក្នុងឡាននោះគឺមិនមែនមានមនុស្សតែ3នាក់នោះទេគឺមានជនដៃដល់ទី4ហើយម្នាក់នោះគឺឈ្មោះ YNW Melly ដែលជាមិត្តភក្តិដៃឆៅរបស់ពួកគេហើយពួកគេបានរាប់អានគ្នាតាំងពីក្មេងៗមកម្លេះបងប្អូនអញ្ចឹងសំណួរសួរថាតើវាមានរឿងអ្វីកាត់ឡើងនៅថ្ងៃនោះតើហេតុអ្វីបានជា YNW Melly រៀបចំគម្រោងការបាញ់សម្លាប់មិត្តរបស់ខ្លួនក៏ដូចជាបងប្អូនល្អរបស់ខ្លួនដោយឈាមត្រជាក់បែបនេះសំខាន់គេមានបទចម្រៀងមួយដែលមានចំណងជើងថា Murder on my mind តើនោះពិតជាបទចម្រៀងដែលនិយាយអំពីមិត្តភក្តិរបស់គេទាំងពីរនាក់មែនដែរឬទេបទហ្នឹង become a big hit song របស់គាត់តែម្ដងតើវាគឺជា real life confession គឺជាការសារភាពរបស់គាត់មែនដែរឬទេគួរឲ្យឆ្ងល់មែនតើអ្នកទាំងអស់គ្នាចុះសម្រាប់អ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នានៅតែគាំទ្រគាត់ដែរឬទេបើសិនជាអ្នកទាំងអស់គ្នាដឹងថា idol របស់យើងគឺជាឃាតករនោះបាទអ្នកទាំងអស់គ្នាប្រវត្តិរបស់ rapper ដ៏ល្បី YNW Melly ម្នាក់នេះគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែននិយាយទៅចាប់អារម្មណ៍ក៏គួរឲ្យចាប់អារម្មណ៍ចម្លែកក៏ចម្លែកហើយមើលទៅរបៀបលាយឡំជាមួយនឹងគួរឲ្យខ្លាចទៀតផងព្រោះថានៅក្រោមការស៊ើបអង្កេតនិងតាមដានកន្លងមកមានមនុស្សជាច្រើនយល់ឃើញថា YNW Melly គឺជាមនុស្សម្នាក់ដែលមានអត្តចរិត2នៅក្នុងខ្លួនគាត់តែម្ដងដែលម្នាក់មានឈ្មោះថា Melly គឺជាអត្តចរិតគោរបស់គាត់ហើយនិងអត្តចរិតមួយទៀតគឺកោងកាចខ្លាំងមែនទែនដែលមានឈ្មោះថា Melvin នឹងគឺសាហាវរកចិត្តតែម្ដងវីដេអូមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនជាងគេនោះគឺជាវីដេអូនៅក្នុងតុលាការនៅក្នុងអំឡុងពេលកាត់ក្តីដែលអ្នកទោសនៅក្នុងការសម្លាប់មនុស្សកម្រិតទី1បែបនេះបើមានភស្តុតាងគ្រប់គ្រាន់គឺអាចឈានទៅដល់ទោសប្រហារជីវិតឯណោះបងប្អូនតែ reaction បដកម្មរបស់គាត់វិញបែរជាសើចសប្បាយដូចជាគ្មានខ្វាយខ្វល់ឬក៏ព្រួយបារម្ភអ្វីតតែសោះតែម្ដងដែលកាន់តែជំរុញឲ្យមហាជនជឿកាន់តែខ្លាំងថា YNW Melly ពិតជាមានអត្តចរិត2នៅក្នុងខ្លួនរបស់គាត់យ៉ាងពិតប្រាកដមែនហើយអ្នកដែលឃើញនៅក្នុងតុលាការនោះគឺជា Melvin ដែលជាអត្តចរិតទី2របស់គេនោះឯងព្រោះនៅពេលខ្លះគេឃើញថា Melly មានសភាពព្រួយបារម្ភទឹកមុខគេមើលទៅគឺសេតខ្លាំងមែនទែនដែលមើលមកគឺខុសពី Melvin 180 ដឺក្រេតែម្ដងបងប្អូនតែទោះជាយ៉ាងណាក៏ដោយក៏មិនទាន់មានការបង្ហាញជាសាធារណៈអំពីលិខិតជាផ្លូវការដែលបញ្ជាក់ពីអាការៈរបស់គេនោះឡើយអញ្ចឹងតោះពួកយើងនាំគ្នាទៅដឹងទាំងអស់គ្នាថាតើដំណើរជីវិតរបស់ Melly តាំងពីក្មេងជួបប្រទះនឹងរឿងរ៉ាវអ្វីខ្លះដែលនាំឲ្យគេកាត់អត្តចរិត2បែបនេះហើយលើពីនេះទៅទៀតតើនឹងមានអ្វីកាត់ឡើងនៅមុនពេលដែល Bogtalen បានបើកឡាននាំយកសាកសពរបស់ Zack Chaser ហើយនឹង Chewy ទៅកាន់មន្ទីរពេទ្យ YNW Melly ឬមានឈ្មោះពិតថាJamel Demens បាទបងប្អូនគឺនៅក្នុងឈ្មោះរបស់គាត់គឺមានពាក្យថា Demens តែម្ដងដែលប្រែថាបិសាចនឹងឯង Melly បានកើតឡើងនៅថ្ងៃទី1ខែឧសភាឆ្នាំ1999គឺនៅក្មេងខ្លាំងមែនទែននៅរដ្ឋ Florida ដែលពេលដែលម្ដាយរបស់គេមានអាយុត្រឹមតែ14ឆ្នាំតែប៉ុណ្ណោះក៏មានរូបគេហើយគាត់ក៏បានចិញ្ចឹម Melly កូនរបស់គាត់នឹងឲ្យធំធាត់ឡើងតែឯងទេដោយសារតែឪពុករបស់គេនឹងបានចាក់ចោលពួកគេទាំងពីរនាក់តាំងពីដើមមកម្លេះនិយាយទៅឪពុកហ្នឹងគឺប្រៃផ្សាយខ្លាំងមែនទែននៅក្នុងថ្នាក់មត្តេយ្យ Melly បានជួបជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនគឺ Christopher Thomas ដែលត្រូវបានគេស្គាល់ថា YNW Chewy នឹងឯងនៅក្នុងកុមារភាពរបស់ Melly គេនិងម្ដាយរបស់គេតែងតែផ្លាស់ប្ដូរទីលំនៅជារៀងរហូតតែម្ដងទៅតាមកន្លែងធ្វើការរបស់ម្ដាយរបស់គេនឹងឯងកាលពី Melly នៅក្មេងត្រូវបានគេស្គាល់ថាជាក្មេងម្នាក់ដែលមានការរួសរាយរាក់ទាក់មានអត្តចរិតស្លូតបូតគឺមិនមានហ៊ានណាឬក៏អត្តចរិតកោងកាចណាបង្ហាញឲ្យគេឃើញនោះទេក៏ប៉ុន្តែគេមិនអាចប្រកែកបានទេថាគេពិតជាមានអត្តចរិតមួយទៀតដែលពិភពលោកមិនអាចនឹកស្មានដល់មែន
ដោយនៅក្នុងបទសម្ភាសន៍មួយមេលីបាននិយាយថានៅថ្ងៃមួយនៅពេលដែលគេមានអាយុទៅតែ9ឆ្នាំតែប៉ុណ្ណោះនៅពេលដែលគេកំពុងលេងជាមួយនឹងកាំភ្លើងជ័រមួយនៅក្នុងបន្ទប់របស់ពូគេតែម្នាក់ឯងនៅពេលដែលកាំភ្លើងជ័រនោះបានជ្រុះគេក៏បានអោនទៅរើសវាហើយអ្វីដែលគេបានឃើញនោះគឺកាំភ្លើងវែងមួយដើមរបស់ពូរបស់គេនៅខាងក្រោមគ្រែនោះដំបូងឡើយមេលីអាចគិតថានោះអាចជាកាំភ្លើងជ័រទេដឹងគេក៏បានយកវាមកលេងទៅប៉ុន្តែនៅពេលដែលគេលេងយូរទៅគេក៏បានកេះកាយបាញ់កាំភ្លើងនោះហើយវាពិតជាចេញគ្រាប់ពិតមែនតែសំណាងល្អវាមិនបានធ្វើឲ្យគេមានរបួសធ្ងន់ធ្ងរអ្វីនោះទេតែវាបានប៉ះពាល់ទៅដល់ត្រចៀករបស់គេយ៉ាងខ្លាំងផងដែរដែលធ្វើឲ្យគេមានបញ្ហានៅក្នុងការស្ដាប់អស់ជាង2សប្តាហ៍ឯណោះនៅពេលនោះដោយសារតែស្នូកំភ្លើងវាផ្ទុះខ្លាំងពេកអញ្ចឹងអ្នកទាំងអស់គ្នាជាមួយនឹងបដិបត្តិនៃការរស់នៅបែបនេះវាមិនមានអ្វីចម្លែកទេដែលថាមេលីនឹងក្លាយទៅជាបុគ្គលហិង្សាម្នាក់ដូចទៅនឹងមនុស្សទូទៅនៅក្នុងសង្គមដែលគេរស់នៅផងដែរមានអាយុមិនទាន់បាន10ឆ្នាំផងនៅឯថ្នាក់ទី7មេលីបានយកកូនកំបិតមួយពីផ្ទះទៅសាលាបាត់ទៅហើយដោយបានគំរាមចាក់សម្លាប់ក្មេងស្រីម្នាក់នៅក្នុងថ្នាក់របស់ខ្លួនប៉ុន្តែគេមិនបានបង្ករបួសដល់នរណាគេម្នាក់នៅក្នុងពេលនោះទេគ្រាន់តែអត្តចរិតរបស់គេចាប់ផ្ដើមកើនឡើងម្ដងបន្តិចអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងបានគេថាក្មេងៗគឺដូចกระดาษសមួយសន្លឹកអញ្ចឹងដាក់នៅក្នុងមជ្ឈដ្ឋានបែបណាគឺគេនឹងរៀនទៅតាមមនុស្សនៅក្នុងមជ្ឈដ្ឋានមួយនោះហើយចុះតម្រាំក្មេងម្នាក់មិនគ្រប់អាយុ10ឆ្នាំផងហ្នឹងបានស្គាល់កំភ្លើងបានចេះបាញ់កំភ្លើងហើយប៉ះចំម្ដាយរបស់គេនឹងរវល់ធ្វើការរកលុយទៅទៀតអញ្ចឹងអាចដឹងបានហើយថាមេលីនឹងក្លាយទៅជាមនុស្សបែបណានៅថ្ងៃអនាគតរបៀបថាគេគឺជាក្មេងប្រុសដែលខ្វះភាពកក់ក្ដៅនៅក្នុងក្រុមគ្រួសារអញ្ចឹងហើយថែមទាំងរស់នៅក្នុងមជ្ឈដ្ឋានយ៉ាប់ទៅទៀតមួយឆ្នាំក្រោយមកនៅពេលដែលគេរៀនថ្នាក់ទី8គេក៏ចាប់ផ្ដើមបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅលើការធ្វើបទចម្រៀងនិងការធ្វើភ្លេងវិញហើយរហូតដល់ឆ្នាំ2015ទើបក្រុម YNW ត្រូវបានបង្កើតឡើងដោយមាន YNW Melly Christopher Thomas ឬក៏ YNW Chewy មិត្តភ័ក្តិតាំងពីសាលាមត្តេយ្យរបស់ខ្លួន Anthony William ឬក៏ YNW Zach Chaser នៅក្រុមជាមួយគ្នាក្រុម rapper YNW ចាប់ផ្ដើមចេញបទចម្រៀងថ្មីជាប្រចាំនៅលើ SoundCloud ដែលទទួលការចាប់អារម្មណ៍ហើយនឹងគាំទ្រជាច្រើនពីមិត្តរួមថ្នាក់ក៏ដូចជាអ្នករស់នៅក្នុងតំបន់នោះផងដែរក៏ប៉ុន្តែនៅពេលដែល Melly រៀនដល់ថ្នាក់ទី10គេបានជាប់នៅក្នុងក្តីក្តាំងដំបូងរបស់ខ្លួនទៅហើយនៅក្នុងករណីបាញ់ប្រហារទៅលើបរិសុទ្ធ3នាក់នៅតំបន់សាលារៀនមួយកន្លែងដែលធ្វើឲ្យគេបានជាប់នៅក្នុងការឃុំឃាំងរយៈពេល1ឆ្នាំបងប្អូននឹងហើយនៅពេលដែលគេជាប់នៅក្នុងការឃុំឃាំងនោះឯងដែល Melly ចាប់ផ្ដើមពង្រឹងនិងព្យាយាមអភិវឌ្ឍសមត្ថភាពចម្រៀងរបស់គេដោយមានគោលបំណងថានឹងចាប់យកអាជីពមួយនេះមែនតែនហើយជាមួយនឹងទេពកោសល្យនិងសមត្ថភាពពីកំណើតស្រាប់ទៀតផងនោះចម្រៀងដំបូងរបស់ពួកគេទទួលបានការគាំទ្រច្រើនមែនតើគឺច្រើនជាងមុនទៅទៀតទោះបីជាវាត្រូវសរសេរនៅក្រោយសសរដែកនៃមន្ទីរឃុំឃាំងក៏ដោយបទទី1របស់ Melly ដែលត្រូវបានគេ release បន្ទាប់ពីចេញពីមន្ទីរឃុំឃាំងនោះមានចំណងជើងថា772លើកដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នករស់នៅក្នុងតំបន់នោះហើយនឹងចាប់ផ្ដើមទទួលបាន fan ថ្មីជាច្រើនផងដែរហើយបន្ទាប់មកគេក៏ចាប់ផ្ដើមបញ្ចេញបទចម្រៀងមួយទៀតដែលគេបានសរសេរនៅក្នុងមន្ទីរឃុំឃាំងនោះដដែលនោះគឺបទ Murder on My Mindខ្ញុំជឿជាក់ថាទោះបីជាគ្នាយើងមួយចំនួនមិនស្គាល់ YNW Melly ជានរណាគេក៏ដោយចុះតែពួកយើងប្រកាសជាធ្លាប់ឮឬក៏ធ្លាប់ស្គាល់មួយបទនេះហើយ I got murder on my mind. Yellow tape around his body, it's a fucking homicide. His face is on a t-shirt and his family's traumatized. អញនិយាយបានថានោះគឺជាបទដែលផ្លាស់ប្ដូរជីវិតរបស់គេ180ដឺក្រេតែម្ដងព្រោះថាបន្ទាប់ពីទទួលបានការគាំទ្រយ៉ាងលើសលប់ពី version ដំបូងរបស់ Murder on My Mind នៅក្នុងឆ្នាំ2017 Melly ក៏បានកែជាមួយទំនុកច្រៀងបន្តិចបន្តួចហើយរួមជាមួយនឹង track ថ្មី Murder on My Mind បានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ហើយក៏បង្កើតបានទៅជា community ឬក៏ fan page របស់ខ្លួនផងដែរមិនថានៅលើ YouTube Twitter ឬក៏ IG នោះទេក៏ប៉ុន្តែជាមួយនឹងភាពជោគជ័យដែលបទចម្រៀងនេះបានផ្ដល់ឲ្យ Melly វាក៏បាននាំទុកមួយចំនួនដល់ខ្លួនរបស់គេផងដែរដោយសារតែបរិបទ Murder on My Mind មានរៀបរាប់អំពីឃាតកម្មដែលគេបាញ់សម្លាប់មិត្តភ័ក្តិរបស់ខ្លួនយ៉ាងលម្អិតពីមួយដំណាក់កាលទៅមួយដំណាក់កាលថាគេបានធ្វើអ្វីខ្លះនិងមានអ្វីកើតឡើងហើយសូម្បីតែ MV របស់គេនោះទៀតសោតក៏មានភាពសាហាវនិងរូបភាពឈាមជាមួយនឹងមនុស្សរងរបួសឆៅផងដែរដែលបទមួយនេះថែមទាំងត្រូវបានតុលាការយកមកប្រឆាំងនឹងគេនៅក្នុងការកាត់ទោសជាមួយនឹងបទល្មើសចាស់ៗរបស់គេថែមទៀតផង
ទោះជាយ៉ាងណាក៏ដោយក៏មានមនុស្សជាច្រើនបានចេញមកការពារ Melly ផងដែរដោយថាចម្រៀងឬក៏វីដេអូបទចម្រៀងនោះវាគ្រាន់តែជាសិល្បៈនៃការសម្ដែងតែប៉ុណ្ណោះអញ្ចឹងណាក៏ប៉ុន្តែសកម្មភាពរបស់ Melly មិនបានបង្ហាញថាគេជាមនុស្សស្អាតស្អំដោយដែលអ្វីដែល fan របស់គេបានលើកឡើងនោះទេនៅក្នុងឆ្នាំ2018 Melly និង YNW Botland ដែលជាមិត្តភ័ក្តិនិងជាសមាជិក rap ម្នាក់ទៀតនៅក្នុងក្រុមរបស់គេតែងតែត្រូវបានប៉ូលីសចាប់ជាញឹកញាប់ជាច្រើនករណីមិនថាការប្រើប្រាស់កញ្ឆាការវាយដំគ្នានិងការផ្ទុះអាវុធខុសច្បាប់ជាដើមប៉ុន្តែបើងាកទៅមើលគេឈ្មោះហើយនឹងចំនួន fan របស់ Melly គឺកើនឡើងជាលំដាប់កើនច្រើនទៅតែម្ដងណាហើយ Melly ក៏នៅតែបន្តចេញបទចម្រៀង hit song ជាបន្តបន្ទាប់សិតតែ banger តែម្ដងហើយគេបានចេញ perform តាម club តាម pub ហើយនឹងមាន tour ផ្ទាល់ខ្លួនទៀតផងព្រមជាមួយនឹងបទសម្ភាសន៍ជាច្រើនដងផងដែរហើយនៅក្នុង podcast មួយមានពិធីករម្នាក់បានចាប់អារម្មណ៍ទៅលើស្នាមសាក់របស់ Melly យ៉ាងខ្លាំងជាពិសេសគឺស្នាមសាក់រូបមនុស្ស2នាក់នៅលើមុខរបស់គេតែម្ដងដែលពិធីករម្នាក់នោះបានសួរថាតើមនុស្សប្រុស2នាក់នៅលើមុខរបស់គេនោះគឺជាអ្នកណា Melly ក៏បានតបថាពួកគេគឺជាមិត្តភក្តិជិតស្និទ្ធរបស់ខ្លួននោះគឺ YNW Chewy ហើយនិង YNW Sark Chaser នឹងឯងដែលសុទ្ធសឹងតែជាមិត្តភក្តិដែលពួកគេស្គាល់តាំងពីវ័យក្មេងមកម្លេះហើយពិធីករម្នាក់នោះបាននិយាយថាអូគេប្រកាសជាជិតស្និទ្ធហើយនឹងជាមិត្តល្អរបស់លោកខ្លាំងហើយមើលទៅដែលបន្ទាប់ពីពួកគេបានស្លាប់ទៅហើយលោកបានយករូបរបស់ពួកគេមកសាក់នៅលើផ្ទៃមុខបែបនេះភ្លាមនោះ Melly ក៏បានតបថាពួកគេអត់មានតន់ស្លាប់ណាពួកគេកំពុងតែអង្គុយនៅចំពោះមុខយើងនឹងហើយបន្ទាប់មកពួកគេទាំងអស់គ្នាក៏បាននាំគ្នាសើចពេញបន្ទប់តែម្ដងរឿងទាំងអស់នោះមិនមានអ្វីចម្លែកទេបើសិនជាពួកគេនៅរស់រានមានជីវិតទាំងអស់គ្នាព្រោះថាតម្រុយទាំងអស់នោះវាធៀបដូចជាសារដែល Melly បានដាស់តឿនយើងពីមុនទៅហើយថានឹងមានអ្វីកើតឡើងអញ្ចឹងមិនថាស្នាមសាក់មនុស្សរស់នៅលើមុខរបស់ខ្លួនឬក៏សូម្បីតែបទចម្រៀងដែលនិយាយពី crime scene ដែលខ្លួនបានបាញ់សម្លាប់មិត្តភក្តិរបស់ខ្លួនយ៉ាងស្រស់បែបនោះទេបូករួមនឹងបទចម្រៀងថ្មីរបស់គេជាច្រើនទៀតមិនថាបទផ្ទាល់ឬក៏សូម្បីតែបទ collab ជាមួយនឹងអាទិល្បីៗដូចជា Kenji ជាដើមក៏មានបទមួយចំនួនដែលនិយាយពីការបាញ់បោះឬក៏សូម្បីតែបទដែលបង្ហើបពីអត្តសញ្ញាណមួយចំនួនទៀតរបស់ Melly ដែលមានឈ្មោះថា Melvin ដែលជាមនុស្សមានអត្តចរិតកាចសាហាវចូលចិត្តប្រើហិង្សាខ្លាំងមែនតើហ្នឹងអ្នកទាំងអស់គ្នាតែទោះបីជាយ៉ាងណាក៏ដោយក៏មិនមានការបញ្ជាក់ជាផ្លូវការពីគ្រូពេទ្យជំនាញឬក៏ពី Melly ផ្ទាល់អំពីវត្តមាននិងអត្តចរិតទី2របស់គេនោះឡើយដែលធ្វើឲ្យយើងពិបាកនឹងសម្រេចចិត្តខ្លាំងមែនតើថាតើអ្នកទទួលខុសត្រូវចំពោះការបាញ់សម្លាប់មិត្តភក្តិទាំង2នាក់របស់ Melly ឬក៏អាចនិយាយបានថាជាបងប្អូនស្លាប់រស់របស់ Melly នៅថ្ងៃកើតហេតុនោះគឺជាអ្នកណាឲ្យពិតប្រាកដនៅថ្ងៃទី26ខែតុលាឆ្នាំ2018 YNW Botland ដែលជាតារា rap ដ៏ល្បីឈ្មោះម្នាក់បានបើកឡានជីពណ៌ខ្មៅរបស់ខ្លួនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅរដ្ឋ Florida សហរដ្ឋអាមេរិកក្នុងសភាពដ៏ស្លន់ស្លោខ្លាំងមែនទែនអ្នកទាំងអស់គ្នាដើម្បីស្វែងរកជំនួយដោយសារតែឡានរបស់ខ្លួនហ្នឹងត្រូវបានគេលួចបាញ់ប្រហារតាមផ្លូវដែលធ្វើឲ្យមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន2នាក់ទៀតនៅក្នុងឡាននោះត្រូវបានគេបាញ់សម្លាប់ភ្លាមតែម្ដងបងប្អូនដំបងឡើយ Botland បានប្រាប់ទៅកាន់ប៉ូលីសនិងមហាជនថាអំឡុងពេលដែលពួកគេ3នាក់ចេញពី recording studio ពួកគេក៏បានបើកឡានជីពណ៌ខ្មៅមួយទៅកាន់កន្លែងបន្ទាប់តែនៅតាមផ្លូវស្ងាត់មួយពួកគេក៏ត្រូវបានក្រុមហ្គេងមួយក្រុមទៀតបានបើកឡានមកកាត់ដំណើរពួកគេហើយក៏បើកឆាកបាញ់ប្រហារពួកគេធ្វើឲ្យមិត្តភក្តិទាំង2នាក់នោះស្លាប់ភ្លាមនៅក្នុងឡានតែម្ដងប៉ុន្តែអ្វីដែលធ្វើឲ្យករណីនេះពិបាកនឹងដោះស្រាយនោះគឺថានៅពេលដែលក្រុមប៉ូលីសចុះទៅត្រួតពិនិត្យទីតាំងដែល Botland បានប្រាប់ទៅកាន់ប៉ូលីសពួកគេមិនបានរកឃើញផុសតាងអ្វីដោយដែល Botland បានរាយការណ៍នោះទេសូន្យតែម្ដងក្រុមប៉ូលីសក៏បានសម្រេចចិត្តថានឹងដើរសួរតាមផ្ទះម្ដងមួយតែម្ដងក៏ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងតំបន់ដែលបានរាយការណ៍នោះមិនបានដឹងមិនបានឮមិនបានឃើញពីការបាញ់បោះអ្វីនោះទេមិត្តភក្តិរបស់គេម្នាក់ទៀតដែលខ្ញុំនឹងហៅគេថាជាបរិសុទ្ធទី5បាននិយាយថានៅពេលដែលគេចេញពី studio Botland, Chewy និង Sark Chaser បានបើកឡាន Jeep ពណ៌ខ្មៅនោះចេញទៅជាមួយគ្នារីឯ Melly ហើយនិងបរិសុទ្ធទី5នោះបានចេញទៅជាមួយគ្នានៅក្នុងឡានពណ៌ក្រហមមួយទៀតទៅវិញ
ដោយពួកគេមិនបានតាក់ទងគ្នានោះទេបន្ទាប់ពីចេញពី studio នោះមកក៏ប៉ុន្តែបន្ទាប់ពីប៉ូលីសបានបើកការស៊ើបអង្កេតគេទទួលបានភស្តុតាងពីកាមេរ៉ាសុវត្ថិភាពនៅពីខាងក្រោយ studio បានបង្ហាញថាឡានជីពណ៌ខ្មៅនោះគឺមានជនដល់ទៅ4នាក់ហើយអ្នកទី4នោះគឺ Melly នោះឯងដែលគេបានអង្គុយនៅកៅអីខាងក្រោយហើយផ្នែកខាងឆ្វេងដៃបន្ទាប់ពីមានភស្តុតាងថ្មីៗបែបនេះបរិសុទ្ធទី5ក៏បានកែសម្ដីរបស់ខ្លួនឯងថាតាមពិតទៅដំបូងឡើយ Melly ពិតជាបានចូលទៅក្នុងឡានជីពណ៌ខ្មៅនោះមែនតែពេលដែលជិះទៅដល់ពាក់កណ្ដាលផ្លូវ Melly បានខហៅបរិសុទ្ធទី5នោះឲ្យទៅយកគេវិញគឺមុនពេលដែលមានការបាញ់ប្រហារនោះកើតឡើងដែលការផ្ដោតចម្លើយម្ដងចេះម្ដងចុះបែបនេះបានធ្វើឲ្យប៉ូលីសឆ្ងល់និងចាប់ផ្ដើមមានការសង្ស័យកាន់តែខ្លាំងទៅហើយថាតើពួកគេមានអ្វីលាក់បាំងជាមួយនឹងក្រុមប៉ូលីសទៅហើយតើក្រុមប៉ូលីសអាចទុកចិត្តពួកគេបានតទៀតដែរឬទេបើសិនជាពួកគេនិយាយបាត់ដៃក្នុងដៃបែបនេះក្រុមប៉ូលីសក៏សម្រេចចិត្តពិនិត្យកាន់តែជ្រៅទៅនៅក្នុងករណីមួយនេះពួកគេក៏ចាប់ផ្ដើមរកតម្រុយថ្មីបន្ថែមទៀតដោយសារតែនៅតំបន់នោះខ្វះខាតជាមួយនឹងកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្រុមប៉ូលីសក៏បានសម្រេចចិត្តទៅឆែកជាមួយនឹង GPS តាមរយៈ SIM ទូរស័ព្ទរបស់បុរសទី5តែម្ដងហើយនឹងជាពិសេសគឺរបស់ Melly ដើម្បីដឹងពីទីតាំងជាក់លាក់របស់ពួកគេទាំងពីរថានៅម៉ោងកាត់ហេតុហ្នឹងពួកគេទៅណាបន្ទាប់ពីទទួលបានទិន្នន័យពីក្រុមហ៊ុនចែកចាយស៊ីមហើយគេបានឃើញថា Melly មិនបានហៅបរិសុទ្ធទី5នោះឲ្យមកយកគេវិញនោះទេវ៉ាវពលគឺ Melly បានធ្វើដំណើរនៅក្នុងឡានជីពណ៌ខ្មៅនោះរហូតតែម្ដងរហូតទៅដល់ពេលមានហេតុការណ៍បាញ់បោះរួចហើយទើបគេបានចុះពីឡាននិយាយឲ្យចំទៅGPS របស់ Melly បានចុះពីឡាននៅម៉ោង 4:32 នាទីហើយឡាន Jeep របស់ Bockland បានទៅដល់មន្ទីរពេទ្យនៅម៉ោង 4:35 នាទីគឺខុសគ្នាតែ3នាទីតែប៉ុណ្ណោះគឺវាគ្រប់គ្រាន់ដើម្បីឲ្យ Bockland ទម្លាក់ Melly ចុះពីឡានក្រោយពេលកើតហេតុមុននឹងធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យក្បែរនោះតែម្ដងបន្ទាប់ពីទទួលបានផតតាំងថ្មីទាំងអស់នេះហើយវាបានធ្វើឲ្យក្រុមប៉ូលីសច្រានចោលពីសម្ដីរាយការណ៍ទាំងអស់ពីមុនរបស់ Bockland ហើយនឹងជនទី5តែម្ដងព្រមទាំង Melly ផងដែរហើយក៏បន្តស្វែងរកផតតាំងផ្សេងទៀតដោយខ្លួនឯងទាំងអស់ដោយមិនជឿជាក់លើពួកគេទៀតទេនៅពេលដែលក្រុមប៉ូលីសចាប់ផ្ដើមពិនិត្យសាកសពជនរងគ្រោះនិងផតតាំងនៅក្នុងឡាននោះពលគឺពិនិត្យទៅលើស្នាមគ្រាប់កាំភ្លើងនៅក្នុងឡានគេបានវិភាគឃើញថាការបាញ់ដែល Bockland បានលើកឡើងនោះគឺជាការបាញ់ពីខាងក្នុងឡានតែមួយទៅវិញនោះទេមិនមែនដោយអ្វីដែលគេបានរាយការណ៍ថាមានការបាញ់ពីខាងក្រៅឡាននោះឡើយលើពីនេះទៅទៀតនៅពេលដែល Melly បានចុះពីឡាននៅពេលកើតហេតុនោះគេបានខលទៅសង្សាររបស់ខ្លួនថាខ្លួនហើយនឹងគ្នារបស់ខ្លួនត្រូវបានក្រុមសត្រូវរបស់ពួកគេលួចបាញ់ប្រហារតាមផ្លូវដែលបញ្ជាក់បានថា Melly ពិតជាបាននៅក្នុងឡានជីពណ៌ខ្មៅនោះមែននៅពេលកើតហេតុមិនត្រឹមតែប៉ុណ្ណោះនៅយប់នៅថ្ងៃកើតហេតុក្រុមប៉ូលីសបានពិនិត្យឃើញសាររបស់ Melly ដែលបានផ្ញើទៅកាន់សង្សាររបស់ខ្លួនដែលមានសរសេរថា I did it ឬក៏បងបានធ្វើវាដោយសារតែមិនមានភស្តុតាងឲ្យច្បាស់លាស់ឬក៏ពិតប្រាកដគេមិនអាចចាប់ខ្លួន Melly និងចោទថាគេជាជនដៃដល់នៅក្នុងករណីទី1បានឡើយព្រោះនេះគឺជាសារមួយម៉ាត់យ៉ាងខ្លីតែប៉ុណ្ណោះនៅថ្ងៃក្រោយមកទៀតបន្ទាប់ពីថ្ងៃកើតហេតុ Melly បានសរសេរសារសោកស្ដាយនិងចែករំលែកទុក្ខចំពោះការស្លាប់របស់មិត្តភក្តិជិតស្និទ្ធរបស់គេទាំងពីរនាក់តែម្ដងតែមិនត្រឹមតែប៉ុណ្ណោះគេធ្លាប់ចេញ live ផងដែរថាការស្លាប់នោះគឺមិនមានអ្វីតាក់ទងនឹងខ្លួនគេឡើយកុំមកចោទគេផ្ដេសផ្ដាសអីក៏ប៉ុន្តែជាមួយនឹងប៉ារ៉ូចម្រៀងរបស់គេកន្លងមកនិងផតតាំងថ្មីគេពិតជាពិបាកទទួលយកហើយនឹងមើល Melly នៅក្នុងផ្លូវល្អនៅក្នុងករណីឃាតកម្មមួយនេះណាប៉ុន្តែផតតាំងទាំងនេះមិនអាចបញ្ជាក់អ្វីជាផ្លូវការបានឡើយរហូតដល់ប្រហែលខែក្រោយមកពលគឺនៅថ្ងៃទី13 ខែកុម្ភៈឆ្នាំ2019ទើបក្រុមប៉ូលីសបានចេញដីកាចាប់ខ្លួន Melly ហើយនិងអ្នកពាក់ព័ន្ធនៅក្នុងករណីរៀបចំការបាញ់សម្លាប់និងការបាញ់ប្រហារមិត្តភក្តិរបស់គេទាំងពីរនាក់តែម្ដងចំពោះការកាត់ក្តីលើកដំបូងរបស់គេមិនបានសម្រេចជាផ្លូវការនិងទទួលបានលទ្ធផលណាមួយនោះឡើយដោយមិនមានការយល់ស្របជាឯកច្ឆន្ទហើយក៏ការកាត់ក្តីជាបន្តត្រូវបានគេកំណត់នៅដើមឆ្នាំ2024តែដោយសារតែតុលាការរងចាំនៅវីដេអូផុសតាំងថ្មីបន្ថែមទៀតគេក៏ពន្យាពេលទៅខែកញ្ញានៅចុងឆ្នាំ2025នេះវិញអ្នកទាំងអស់គ្នានឹងហើយអ្នកទាំងអស់គ្នាដោយសារតែរឿងក្តីនេះគឺជា ongoing case គឺគេអត់ទាន់បិទអញ្ចឹងណាហើយនេះហើយយើងមិនទាន់អាចវិនិច្ឆ័យបានទេថានៅថ្ងៃនោះមានអ្វីកាត់ឡើងឲ្យពិតប្រាកដ 100% អ្វីដែលខ្ញុំបានលើកឡើងគឺស្ថិតនៅក្នុងផុសតាងមួយដែលក្រុមប៉ូលីសមានហើយនឹងអ្វីដែលគេកំពុងតែឃើញនៅក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ
អញ្ចឹងយើងមិនអាចកាត់សេចក្តីបានទេថាមេលីគឺជាជនដៃដល់នៅក្នុងករណីនេះមិនដែរឬទេឬគេគ្រាន់តែជាអ្នករួមគំនិតឬក៏យ៉ាងណាគឺយើងអត់ដឹងសោះតែម្ដងយើងមានតែការរងចាំការកាត់ក្តីពីតុលាការនៅចុងឆ្នាំនេះតែប៉ុណ្ណោះដែលបើមេលីពិតជាជនដៃដល់សម្រាប់មិត្តភ័ក្តិរបស់ខ្លួនទាំងពីរនាក់មែនណាគេអាចឈានទៅដល់ការទទួលទោសប្រហារជីវិតតែម្ដងអ្នកទាំងអស់គ្នាសរុបមកវិញទោះបីជាមានផុសតាងយ៉ាងច្រើនក៏ដោយអ្វីដែលយើងពិបាកនឹងយល់នឹងនៅតែជាចម្ងល់នោះគឺថាតើមានអ្វីកើតឡើងនៅក្នុងក្រុមរបស់ពួកគេដែលដល់ថ្នាក់ជំរុញឲ្យពួកគេឈានដល់ការបាញ់សម្លាប់គ្នាឯងបែបនេះហើយបងប្អូនវាមិនមែនជាក្រុមការងារធម្មតាឯណាគឺពួកគេស្គាល់គ្នារាប់អានគ្នាដូចបងប្អូនពួកគេស្គាល់គ្នាតាំងពីក្មេងតែម្ដងសឹងតែចិត្តស្និទ្ធជាងបងប្អូនទៅទៀតហើយលើពីនេះទៅទៀតនៅពេលដែលតុលាការកាត់ក្តីសំបីតែនៅពេលដែលមានរូបថប់ផ្សេងៗនៅក្នុងមន្ទីរឃុំឃាំងនោះគឺថាមេលីបានបង្ហាញជាមួយនឹងស្នាមញញឹមយ៉ាងចម្លែកតែម្ដងដូចជាខ្លួនគេគ្មានការភ័យខ្លាចឬក៏គ្មានការសោកស្ដាយអ្វីបន្តិចតតែសោះដែលចេញមកដូចជាមនុស្សប្រភេទផ្សាយកូផាកអញ្ចឹងអ្នកទាំងអស់គ្នាហើយបូករួមជាមួយនឹងបទចម្រៀងនិងអាកប្បកិរិយារបស់ខ្លួនដែលពេលខ្លះជាមនុស្សស្លូតបូតពេលខ្លះជាមនុស្សកោងកាចចលើសបឺអញ្ចឹងបានធ្វើឲ្យមនុស្សមួយចំនួនបានគិតថាមេលីគឺជាមនុស្សដែលមានអត្តចរិតពីរនៅក្នុងខ្លួនរបស់គេដោយនោះគឺមានមេលីហើយនិងមេវីននោះឯងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះហើយនឹងអាចសិក្សាបានពីរឿងមួយចំនួននៅក្នុងរឿងនេះដំណើរគ្នាផងដែរដោយបងប្អូនបានឃើញអញ្ចឹងការរាប់អានមនុស្សឬក៏មិត្តភ័ក្តិនេះគឺសំខាន់ខ្លាំងមែនទែនបើយើងរាប់អានចំមនុស្សល្អពួកគេតែងតែជួយផ្ដល់កម្លាំងចិត្តយើងនិងជំរុញឲ្យយើងនឹងមានសមត្ថភាពកើនឡើងមានការប្រកួតប្រជែងសមត្ថភាពគ្នាបែបល្អដោយមិនមានការឈ្នានីសឬក៏បំផ្លាញគ្នាទៅវិញទៅមកដើម្បីខ្លួនឯងខ្លាំងនោះទេនោះគឺជារឿងល្អខ្លាំងមែនទែនដូចជា Melly, Juvie, Sarchazer អញ្ចឹងពួកគេបានផ្លាស់ប្ដូរខ្លួនឯងពីមនុស្សសឹងតែរកបាយញ៉ាំគ្មានណាគឺគ្មានអ្នកស្គាល់និយាយរួមទៅគឺ nobody តែម្ដងតែនៅពេលដែលពួកគេបានបង្កើតជា team ផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកសួរសុខទុក្ខគ្នាយកចិត្តទុកដាក់នឹងគ្នាបូករួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួនគេរៀងៗខ្លួនទៀតនោះវាបានហុចផលមួយយ៉ាងធំឲ្យពួកគេអញ្ចឹងទៅតែទោះបីជាយ៉ាងណាក៏ដោយវាក៏ជាមេរៀនមួយដ៏ធំមួយទៀតដែលយើងគួរតែរៀនសូត្រនៅក្នុងរឿងមួយនេះគឺកុំទុកចិត្តអ្នកដទៃ100%ពេកដល់ថ្នាក់ផ្លេចគិតគូរពីសុវត្ថិភាពរបស់ខ្លួនយើងគ្មាននរណាគេស្រឡាញ់យើងជាងខ្លួនយើងនោះទេខ្ញុំដឹងថានៅក្នុងករណីនេះយើងពិតជាពិបាកបន្ទោសជនរងគ្រោះខ្លាំងណាស់ព្រោះពួកគេស្គាល់គ្នាជាង20ឆ្នាំទៅហើយអ្នកណាទៅនឹកស្មានដល់ថាអាចនឹងមានការរៀបចំការបាញ់សម្លាប់គ្នាបែបនេះហើយម្យ៉ាងទៀតយើងក៏មិនច្បាស់ទៅទៀតថាតើមេលីពិតជាមនុស្សដែលមានអត្តចរិតពីរឬក៏មានបញ្ហាសតិអារម្មណ៍ណាមួយដែរឬទេហើយទោះជាយ៉ាងណាក៏ដោយចំពោះយើងវិញយើងគួរតែបង្កើនការប្រុងប្រយ័ត្នមែនទែនមិនត្រឹមតែការទុកចិត្តមនុស្សទេតែតាំងពីការយកនរណាគេម្នាក់មកចូលនៅក្នុងជីវិតយើងផងដែរមិនថារឿងស្នេហាមិត្តភ័ក្តិឬក៏ដៃគូរកស៊ីនោះទេមិនខ្វះទេបងប្អូនអារឿងជឿគ្នាស្រឡាញ់គ្នាខ្លាំងពេករហូតដល់ថ្នាក់មើលរំលងពីរឿងតូចណាហើយនឹងភាពប្រក្រតីមួយចំនួនដែលធ្វើឲ្យប៉ះពាល់ទៅដល់ខ្លួនយើងជាដើមអញ្ចឹងទេខ្ញុំគ្រាន់តែចង់រំលឹកឲ្យអ្នកទាំងអស់គ្នារាល់ការសម្រេចចិត្តរាប់អាននរណាគេម្នាក់ចូលទៅក្នុងជីវិតយើងវាពិតជាសំខាន់ណាស់ខ្ញុំនិយាយហើយនិយាយទៀតព្រោះថាពួកគេនឹងក្លាយជាផ្នែកមួយមកកំណត់អនាគតរបស់យើងទៅជាបែបម៉េចតែនឹងមិនមែន 100% ទេតែយ៉ាងហោចណាស់ក៏40ទៅ50% ដែរហើយមួយវិញទៀតគឺកុំទុកចិត្តនរណាគេម្នាក់ខ្លាំងពេកបងប្អូនសាកគិតមើលសំបីតែយើងដែលព្យាយាមធ្វើជាមនុស្សម្នាក់ឲ្យល្អអស់ពីខ្លួនទៅហើយពេលខ្លះយើងនៅផ្លេចខ្លួនពេលខ្លះយើងធ្វើដោយអចេតនាគឺបានន័យថាពេលខ្លះយើងជាមនុស្សអត់ល្អដូចគ្នានឹងឯងមែនអត់អ្នកទាំងអស់គ្នាអាត្មានិយមក៏អាត្មានិយមបាទគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនក៏មានដែរពេលខ្លះអញ្ចឹងទេតម្រាំអ្នកដទៃយើងទុកចិត្តគេមិនបានមែនអត់តែនេះមិនមែនខ្ញុំជំរុញឲ្យអ្នកទាំងអស់គ្នាមិនទុកចិត្តទៅលើមនុស្សជុំវិញខ្លួនសោះតែម្ដងនោះទេគ្រាន់តែចង់ឲ្យពួកយើងនឹងបង្កើនការប្រុងប្រយ័ត្នបន្តិចទៅកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងអ្នកដទៃអូខេសង្ឃឹមថាអត្ថបទមួយនេះអ្នកទាំងអស់គ្នាចូលចិត្តហើយជួបគ្នានៅអត្ថបទក្រោយៗទៀតបាទហើយនៅពេលដែលអានក្តីនឹងបដៅគឺធ្វើឲ្យខ្ញុំរំលឹកដល់ថាពេលខ្លះ talent តែមួយបែបគឺអត់គ្រប់គ្រាន់ទេនៅក្នុងការធ្វើឲ្យយើងនឹងជោគជ័យនៅក្នុងជីវិតអ្នកទាំងអស់គ្នាយើងត្រូវតែមានការគិតការសម្រេចចិត្តមួយដែលត្រឹមត្រូវបូករួមទាំងបរិយាកាសមានកត្តាច្រើនទៀតដែលយើងត្រូវការមិនគ្រាន់តែយើងមាន talent យើងជឿព្រោះយើង rap បានឬក៏ដូចខ្ញុំអញ្ចឹងខ្ញុំអាចធ្វើ content បានហើយគាត់ថាជោគជ័យនោះទេយើងត្រូវមានក្រុមការងារយើងត្រូវមានចំណេះដឹងផ្នែកធ្វើ marketing ធ្វើទីផ្សារជាពិសេសហ្នឹងគឺការសម្រេចចិត្តប្រើប្រាស់ជីវិតជាប្រចាំថ្ងៃតើយើងត្រូវធ្វើអីមិនធ្វើអីហ្នឹងណាទើបធ្វើឲ្យយើងអាចជោគជ័យបានហ្នឹងហើយត្រូវតែរើសមនុស្សរាប់អាន
ឲ្យច្បាស់លាស់នៅក្នុងជីវិតរបស់យើងមនុស្ស5នាក់ដែលអ្នកទាំងអស់គ្នារាប់អាននេះពេលបច្ចុប្បន្នហ្នឹងផ្នត់គំនិតដែលដៅឲ្យយើងនឹងដើរទៅថ្ងៃអនាគតថាយើងនឹងជួបអីយើងជោគជ័យកម្រិតណាគឺស៊ីសងទៅលើរង្វង់មនុស្សដែលយើងរាប់អាននឹងឯងមិនមែន5នាក់ឯង10នាក់ក៏ដោយ20នាក់ក៏ដោយដែលអ្នកទាំងអស់គ្នាកំពុងតែរាប់អានគាត់ជាប្រចាំហ្នឹងអា cycle of people ដែលព័ទ្ធជុំវិញយើងហ្នឹងគឺសំខាន់ខ្លាំងមែនតើគឺថាពួកគាត់នឹងរីកចម្រើនអ្នកទាំងអស់គ្នាឲ្យមានការគិតល្អមាន business មួយល្អមាន connection មានចំណេះដឹងក្នុងការជីវិតយើងរីកចម្រើនបានទៅហ្មងតែបើសិនជាអ្នកទាំងអស់គ្នារាប់អានជាមួយនឹងក្រុមមនុស្សខុសគឺពួកយើងពិបាករកផ្លូវចេញខ្លាំងមែនតើហើយសួរថាធ្វើម៉េចទើបយើងដឹងថាមនុស្សហ្នឹងត្រូវឬខុសយើងមើលពីមួយឆ្នាំ2ឆ្នាំនៃរង្វង់ដែលយើងរាប់អានពួកគាត់ទៅថាតើពីមួយឆ្នាំទៅមួយឆ្នាំយើងមានការរីកចម្រើនឬអត់តើយើងនៅតែដដែលកំណត់យើងកាន់តែសុញទៅលុយនៅក្នុងកុងធនាគារយើងកាន់តែអស់ទៅឬក៏វារីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃពួកគាត់ចេះដាស់តឿនឲ្យយើងពេលដែលសម្រាប់ចិត្តតែញអ្វីមួយការចាយវាអ្វីមួយគឺគាត់តែងតែដាស់តឿនយើងអញ្ចឹងហ្នឹងហើយព្យាយាមទៅរកមនុស្សប្រភេទហ្នឹងមកពាត់ជុំវិញខ្លួនយើងថាបើមិនស្គាល់ទេអត់ល្អជាងអានេះសម្រាប់ខ្ញុំណាហើយខ្ញុំព្យាយាមស្ដាប់ podcast ស្ដាប់អ្នកដែលមានលុយច្រើនជាងយើងគេរកស៊ីជោគជ័យជាងយើងអញ្ចឹងទៅពេលខ្លះខ្ញុំក៏ប្រឆាំងជាមួយកំណត់មួយដែរពេលខ្លះអ្នកទាំងអស់គ្នាគេថាលុយអត់សំខាន់ណាខ្ញុំទទួលស្គាល់ព្រោះស្អីវាអត់អាចដោះស្រាយគ្រប់រឿងបានមែនប៉ុន្តែអត់លុយគឺបញ្ហាជាងមានលុយអញ្ចឹងទេខ្ញុំសុខចិត្តរើសយកមានលុយគឺជាអ្វីសពគ្រប់បែបយ៉ាងសម្រាប់ខ្ញុំនៅពេលហ្នឹងបាទអញ្ចឹងខ្ញុំជឿជាក់ថានៅក្នុងអេពីសូតនេះអ្នកទាំងអស់គ្នានឹងរៀនសូត្របានច្រើនមែនទែនពីជីវិតរបស់គាត់នៅពេលដែលយើងក្មេងហើយនឹងមាន freedom មានសេរីភាពនៅក្នុងការនិយាយស្ដីនៅក្នុងការដើរហើរយើងអត់ទាន់ដឹងទេថាតើអាពាក្យថាសេរីភាពហ្នឹងវាមានអត្ថន័យធំកម្រិតណាប៉ុន្តែបើសិនជាយើងរស់នៅក្នុង line មួយ behind the wall អញ្ចឹងទើបធ្វើឲ្យយើងដឹងថាជីវិតវាតានតឹងវាមានបញ្ហាខ្លាំងមែនតែម្ដង fame มันអាចជួយយើងនៅសពគ្រប់បែបយ៉ាងបាននោះទេខ្ញុំយល់ស្របថានៅពេលដែលយើងជាមនុស្សដែលត្រូវបានគេស្រឡាញ់រាប់អានល្បាញល្បីយើងអាចនឹងទទួលបាននៅ benefit advantage មួយចំនួនជាងអ្នកដទៃប៉ុន្តែมันទាំងអស់នោះទេច្បាប់គឺជាច្បាប់គេនៅតែកាត់ក្តីស្មើគ្នាទៅដល់បុគ្គលដែលគាត់ល្មើសច្បាប់អញ្ចឹងបញ្ហាផ្លូវចិត្តខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ឲ្យខ្លាំងមែនតើបើសិនជាយើងមានអារម្មណ៍ថាខ្លួនឯងកំពុងតែមានបញ្ហាណាមួយតាក់ទងទៅនឹងអារម្មណ៍ខ្លួនឯងតាក់ទងនឹងផ្លូវចិត្តខ្លួនឯងគួរតែស្វែងរកជំនួយស្វែងរកការប្រឹក្សាឬក៏បើអាចទៅជួបជាមួយនឹងពេទ្យដែលគាត់មានជំនាញផ្នែកចិត្តវិទ្យាតែម្ដងដើម្បីប្រឹក្សាកុំមានការខ្មាស់អៀនកុំមានការខ្លាចគេគិតថាយើងគឺជាមនុស្សរោគចិត្តអីអញ្ចឹងកុំគិតបែបហ្នឹងព្រោះវាគឺជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាសឹងតែ 90% ទៅហើយមានប៉ុន្តែអត់ទទួលស្គាល់តែខ្លួនឯងកំពុងតែមានបញ្ហាផ្លូវចិត្តហើយអ្នកខ្លះអត់ដឹងតែខ្លួនឯងកំពុងតែមានបញ្ហាផ្លូវចិត្តទៅទៀតខ្ញុំជំរុញចិត្តឲ្យអ្នកទាំងអស់គ្នាបើសិនជាគិតថាយើងត្រូវការជំនួយបាទបញ្ញាប់ទៅរកវិធីព្យាបាលហើយនឹងជំនួយបានលឿនបំផុតតាមតែអាចធ្វើបានអញ្ចឹងណាអ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់នៅពាក្យស្លោកមួយថា your brain is your identity ព្រោះថានៅពេលដែលខួរក្បាលយើងឬក៏ភ្នែកយើងសម្លឹងទៅដកជាប់នៅរឿងអ្វីមួយយើងកំពុងតែឆ្លុះវង្វេងនឹងអ្វីមួយយើងពិបាកដកខ្លួនយើងចេញពីរបស់នឹងខ្លាំងមែនតើអញ្ចឹងទេជៀសវាងឲ្យបានពីរឿងអបាយមុខរឿងណាដែលមិនល្អសម្រាប់ជីវិតរបស់យើងណាអ្នកទាំងអស់គ្នាព្រោះផ្លូវខ្លះតែឈានតែមួយចំហៀននេះគឺយើងអត់អាចបកថយក្រោយវិញបានតែម្ដងអត់មានផ្លូវត្រឡប់ក្រោយហ្មងអញ្ចឹងណាអ្នកទាំងអស់គ្នានៅពេលដែលយើងទទួលការមាក់ងាយនៅពេលដែលយើងទទួលការឈឺចាប់ពីសង្គមនៅជុំវិញខ្លួនយើងកុំបញ្ចេញវាទៅដោយកំហឹងហិង្សាសូមឲ្យអ្នកទាំងអស់គ្នាបញ្ចេញវាទៅដោយលទ្ធផលផ្លែផ្កានៃជីវិតរបស់យើងអាចចេញជាលទ្ធផលបទចម្រៀងរបស់អ្នកទាំងអស់គ្នាការរាំការច្រៀងការធ្វើការសមិទ្ធផលការរកស៊ីអីជាដើមសូមយកកំហឹងទាំងអស់នោះកែច្នៃឲ្យទៅជាកម្លាំងបណ្ដាចិត្តរុញឲ្យយើងនឹងទៅរកជំហាននៃជីវិតថ្មីមួយទៀតដែលជាលទ្ធផលថ្មីយកមក show ឲ្យមនុស្សដែលមើងងាយយើងពីមុនមកនឹងឲ្យឃើញផ្ទាល់ភ្នែកកុំយកវាទៅបង្កើតអំពើហិង្សាឲ្យចេញទៅជារឿងរ៉ាវមួយដែលកាន់តែធ្វើឲ្យជីវិតយើងដុនដាបទៅអញ្ចឹងហើយពេលខ្លះយើងយកពេលវេលាទាំងអស់ហ្នឹងទៅជក់បរិយយើងទៅជក់នេះជក់នោះអីចឹងទៅវាកាន់តែធ្វើឲ្យអាការមើងងាយរបស់អ្នកដទៃហ្នឹងកាន់តែខ្លាចជាការពិតហើយគេនិយាយហើយគេដើរទៅបាត់ទៅអញ្ចឹងទៅតែជីវិតរបស់យើងកាន់តែ down ទៅអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នមែនតើកន្លែងហ្នឹងហើយខ្ញុំសូមផ្ដាំទៀតបែងចែកឲ្យដាច់រវាងមិត្តល្អហើយនឹងមិត្ត
fake friend ដែលព្យាយាមសម្ដែងធ្វើល្អជាមួយយើងអញ្ចឹងណាបែងចែកឲ្យដាច់ហើយកុំចាញ់ល្បិចគេកុំធ្វើខ្លាំងជាមួយនឹងក្រុមមិត្តភ័ក្តិរបៀបអញ្ចឹងណាព្រោះក្រុមមនុស្សបែបអញ្ចឹងចូលចិត្តឌឺដងឲ្យយើងហ្នឹងឯងអន់ហើយអត់ហ៊ានធ្វើបាទយើងអត់ហ៊ានជក់អញ្ចឹងយើងអត់ហ៊ានផឹកអញ្ចឹងឯងអន់មែនអីចឹងទៅអញ្ចឹងនៅពេលដែលយើងខ្លាចចាញ់គេយើងចាញ់ច្រាបគេយើងខ្លាំធំហ៊ានធ្វើរឿងរ៉ាវទាំងអស់ហ្នឹងទាំងដែលគេគ្រាន់តែញុះញង់យើងតែប៉ុណ្ណោះហើយទីបំផុតគឺយើងនឹងឯងគឺជាអ្នករងគ្រោះទទួលផលលំបាកតាមក្រោយជីវិតរបស់យើងគ្រួសាររបស់យើងអនាគតរបស់យើងគឺខ្ទេចខ្ទីដោយសារតែអាពាក្យញុះញង់មកពេលនឹងឯងថាមនុស្សនៅជុំវិញខ្លួនយើងមិនទាំងអស់គ្នាមិនគ្រប់គ្នានោះទេដែលគេសុទ្ធសឹងតែចង់ឃើញយើងសប្បាយចិត្តចង់ឃើញយើង grow up រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះទេប្រាប់ខ្លួនយើងជានិច្ចទៅថាជោគជ័យក៏ជារបស់យើងអនាគតក៏ជារបស់យើងគោលដៅក៏ជារបស់យើងមិនចាំបាច់ទៅបើកកម្រងការជីវិតរបស់យើងទៅឲ្យអ្នកណាគេដឹងនោះទេមិនចាំបាច់ទៅរាយរាប់ពី strategy យុទ្ធសាស្ត្រការងាររបស់យើងទៅឲ្យអ្នកណាគេស្ដាប់នោះទេអ្នកទាំងអស់គ្នាអត់ត្រូវការពួកគេនោះទេមានតែយើងហើយនឹងឆន្ទៈដែលពុះពៀតស៊ូនឹងឧបសគ្គគឺគ្រប់គ្រាន់ហើយអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអេពីសូតនេះអ្នកទាំងអស់គ្នាបានច្រើនចាំជួបគ្នានៅអេពីសូតក្រោយៗទៀតកុំភ្លេចគាំទ្រនៅ business ដែលខ្ញុំធ្វើផងហាងកាត់សក់និស្សិត A80 តម្លៃគុណភាពទាន់សម័យនិងស្អាតប្លែកពីគេ A80 Student Barber ហាងកាត់សក់និស្សិត A80 ផលិតផលថែរក្សាស្បែកមោទនភាពជាតិខ្មែរផលិតផលកូនខ្មែរគុណភាពស្តង់ដារប្រទេសកូរ៉េយើងផ្ដោតទៅលើការសិក្សាស្រាវជ្រាវការអភិវឌ្ឍគុណភាពហើយនិងតម្លៃសមរម្យស្បែកមោទនភាព brand ក្នុងស្រុក Clinic ថែរក្សាសម្រស់ The Dior Professional ផ្ដោតទៅលើសុវត្ថិភាពជំនាញគុណភាពតម្លៃព្រមទាំងសេវាកម្មល្អដាច់គេជាមួយនឹងបទពិសោធន៍ជាង10ឆ្នាំធ្វើឲ្យ The Dior Professional Clinic គឺជាទីទុកចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចង់បានសម្រស់ស្រស់ស្អាតសេវាកម្មមានគុណភាពខ្ពស់តម្លៃសមរម្យហើយនិងសេវាកម្មល្អគួរជាទីទុកចិត្តកុំភ្លេច The Dior Professional Clinic